សម្រាប់ខ្ញុំដោះស្រាយបានជាង800ករណីមានន័យថាដករឿងក្តីចេញពីតុលាការចំនួន2400ករណីអញ្ចឹងអាជ្ញាធរជាតិដោះស្រាយវាក្រៅពន្ធតុលាការត្រូវបានចាប់កំណើតនៅក្នុងនីតិកាលនេះជាមួយនឹងអធិភាពរបស់រាជរដ្ឋាភិបាលហើយចាត់ទុកថានេះជាសសរស្តម្ភមួយនៃការកែតម្រង់ប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជាឬប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឥឡូវយើងបង្កើតបានការបង្កើតនេះមិនមែនត្រឹមតែជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការទេប៉ុន្តែវាជួយផងដែរដើម្បីធានាភាពសុខដុមរមនានៅក្នុងសង្គមជាតិរបស់យើងមិញនេះឯកឧត្តមលោកជំទាវឃើញតាមតួលេខដែលបានបង្ហាញរយៈពេលជាង2ឆ្នាំមកនេះជាង2ឆ្នាំមួយនេះមកនេះគឺអដកទទួលសំណុំរឿងបានប្រមាណជាជាង3000ករណីគាត់ចាត់ការបានប្រមាណជាជិត 50% ប៉ុន្តែគាត់សម្រេចបានជោគជ័យជាង800ករណីតើជាង800ករណីឯកឧត្តមលោកជំទាវយល់ឃើញយ៉ាងម៉េចជាង800ករណីសម្រាប់ខ្ញុំដោះស្រាយបានជាង800ករណីមានន័យថាដករឿងក្តីចេញពីតុលាការចំនួន2400ករណីហេតុអីបានថាប៉ុណ្ណឹងដោយសារតែនៅពេលដែលរឿងក្តីនេះយើងចប់ជាមួយនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅពន្ធតុលាការអដកហ្នឹងគឺភាគីគាត់ព្រមព្រៀងគ្នាគាត់ស្ម័គ្រចិត្តទទួលយកដំណោះស្រាយដោយគ្មានការបង្ខិតបង្ខំអញ្ចឹងនៅក្នុងការដោះស្រាយនេះវាអត់មានអ្នកឈ្នះវាអត់មានអ្នកចាញ់ភាគីទាំងពីរស្រស់ស្រួលគ្នាបានតែឈ្នះទាំងអស់គ្នាប៉ុន្តែបើរឿងក្តី800ករណីនេះចូលទៅតុលាការគាត់នឹងកាត់ក្តីពេលគាត់កាត់ក្តីមានអ្នកចាញ់មានអ្នកឈ្នះត្រូវទេបាទអ្នកដែលចាញ់តែងលើកឡើងពីរឿងអយុត្តិធម៌ហើយគាត់មិនសុខចិត្តជាមួយការកាត់ក្តីនៅថ្នាក់សាលាដំបូងទេគាត់ត្រូវប្តឹងទៅសាលាអូតូបើចាញ់អូតូទៀតគាត់ប្តឹងទៅតុលាការកំពូលមានរឿងខ្លះកាត់ក្តីដោយតុលាការកំពូលនៅបន្តប្តឹងទៀតឃើញទេអញ្ចឹងរឿងដែលយើងថា800ករណីវាអាចคล้ายទៅជា2400ករណីព្រោះគាត់អាចប្តឹង3សាលាមួយសាលា800ករណីអញ្ចឹងប្តឹងទៅអូតូវាឡើង800ដដែលហើយអាហ្នឹងអត់តន់គិតក្នុងរឿងក្តីមួយហ្នឹងគាត់មិនមែនប្តឹងតែរឿងសុំចេញសារក្រមគាត់ចេញរក្សាការពារគាត់ប្តឹងនេះប្តឹងនោះក្នុងសំណុំរឿងមួយហ្នឹងអញ្ចឹងរឿងក្តីវាគុណឡើងនៅតុលាការគុណឡើងឃើញទេអញ្ចឹងគ្រាន់តែយើងដោះស្រាយបាន800ករណីគឺមានន័យថាយើងជួយរំលែកបន្ទុកតុលាការបានយ៉ាងតិចម្ដុំ2400ករណីដែរ